ថ្ងៃហ្នឹងទំនេរបានមកកាត់វីដេអូខ្លះនៅសកម្មភាពដែលយើងបានធ្វើចេកឆាបមុននឹងយើងយកឲ្យភ្ញៀវចេកនេះគឺនៅចំការយើងផ្ទាល់ហ្មងយើងកាត់យកមកពួកខែនឹងដឹងស្រាប់ហើយខែចេកនៅចំការខ្ញុំចេកច្រើនមើលទាំងធំចេកយើងរើសយកតែចេកល្អទេយកមកធ្វើដាក់ឲ្យភ្ញៀវបានវាមានរសជាតិឆ្ងាញ់បើសិនជាយើងយកចេកណាដែលអត់ចាស់ល្អចេកអត់ទាន់ចាស់ពេញសាច់ទេពេលយើងយកមកធ្វើអត់ខ្ទិះទេអត់ឆ្ងាញ់ទេមើលចេកនឹងធំជាងកដៃកូនខ្ញុំទៀតខាងកម៉ាប់នេះក្នុងហ្នឹងអាទូចគឺយើងអត់ធ្វើដែរយើងយកតែធំឯងមើលមកស្និតបើយើងថ្លឹងណា1គីឡូជាងក្នុងមួយស្និតហ្នឹងធំមែនតើថ្លោះហើយមើលចេកគឺធំបែបហ្នឹងដាក់មកមិនក្តាប់មួយណែនដៃហ្មងគឺធំខ្លាំងនេះជាសកម្មភាពដែលយើងបានបកធ្វើមុននឹងយើងវេចខ្ចប់ដាក់ឲ្យភ្ញៀវចេកនេះដែលយើងធ្វើនេះយើងអត់មានដាក់ជាតិស្ករឬក៏ត្រាំជាមួយនឹងសារធាតុដែលរក្សាទុកបានយូរទេគឺយើងធ្វើលក្ខណៈបែបធម្មជាតិបែបhomemade អញ្ចឹងវាបានតិចតួចពេលដែលយើងធ្វើមួយថ្ងៃបានតិចតួចមែនទែនពួកយើងធ្វើអត់បខំទេបានប៉ុណ្ណាយកប៉ុណ្ណឹងរយៈពេលមួយថ្ងៃអញ្ចឹងណាដូចថ្ងៃមុនគេកំងខ្ញុំ100កញ្ចប់អញ្ចឹងខ្ញុំធ្វើឡើង4ថ្ងៃក្នុង100កញ្ចប់ហ្នឹងណាគឺខ្ញុំអត់បខំទេយើងនៅបិទ sticker នៅវិចខ្ចប់វិចអីទៀតអញ្ចឹងយើងធ្វើឲ្យស្អាតឲ្យភ្ញៀវអញ្ចឹងណាយើងធ្វើដោយអត់បខំទេហើយនេះចេកយើងឲ្យមិនបាច់ភ័យថាយើងដាក់ស្ករឬក៏អីទេនេះទឹកដែលខ្ញុំដាក់ហ្នឹងគឺយើងត្រាំមួយអំបិលឲ្យវាជ្រះនិយាយរួមនៅក្នុងនេះពេលដែលយើងចិត្តហ្នឹងក៏យើងដាក់ត្រាំទឹកអំបិលដែរឲ្យវាចេញជាតិខ្មៅអស់ហើយឲ្យវាមានជាតិឡំនៅក្នុងហ្នឹងហ្មងពេលអញ្ចឹងឆ្ងាញ់ពេលដែលយើងញ៉ាំទៅគឺយើងចិត្តបែបហ្នឹងប្រទះវាធំអញ្ចឹងចេកយើងពេលដែលយើងធ្វើទៅវាមានរសជាតិឆ្ងាញ់ណាស់ហ្នឹងហ្មងហើយទៀតសោតចេកយើងដែលយើងធ្វើហ្នឹងមុននឹងយើងយកវាទៅបំពងណាគឺយើងសដិលវាយើងហាលវាធ្វើម៉េចឲ្យវាសពពេលដែលយើងបំពងវាទៅវាអត់មានជាតិខ្លាញ់ជប់ហើយញ៉ាំអត់ឈឺកពូធ្លាប់ញ៉ាំចេកគេភាគច្រើនញ៉ាំទៅឈឺកតែនេះអត់មានឈឺកទេដោយសារតែយើងត្រាំវាជាមួយទឹកអំបិលហើយយើងយកវាទៅហាលទៀតមុននឹងយកវាមកធ្វើដើម្បីឲ្យកុំឲ្យវាបឺតខ្លាញ់ណានេះសាក់ទឹកអំបិលទាំងនៅក្នុងចានដែកហ្នឹងទាំងនៅក្នុងឆ្នាំងហ្នឹងគឺខ្ញុំដាក់ទឹកអំបិលទាំងអស់យើងត្រាំវាមកសន្ទុះហើយបានយើងយកវាមកចិតអញ្ចឹងទៀតហើយយើងត្រាំវាចោលប្រហែលជា10នាទីហើយយើងស្រង់វាយកទៅហាលហើយខ្លាញ់ដែរបើយើងធ្វើយើងអត់ត្រូវខ្លាញ់ណាខ្លាញ់យើងអត់អាចធ្វើវាដដែលច្រើនដងទេយើងធ្វើបានតែ2ដងគឺយើងឈប់ធ្វើអីបើយើងយកវាដដែលមកធ្វើវានឹងខាហើយវាក្រហមពេលដែលយើងបំពងទៅវាឆាប់ក្រហមតែវាអត់ឆ្អិនណាអញ្ចឹងមានន័យថាយើងធ្វើគឺសម្រាំងមែនតើធ្វើម៉េចកុំឲ្យវាមើលពេលដែលយើងញ៉ាំទៅវាឈឺកហើយក៏វាអត់ល្អមើលដែរពណ៌វាក្រហមវាចង់ខ្លោចណាហើយនេះជាការវិខ្ចប់របស់ខ្ញុំយើងវិខ្ចប់នៅក្នុងกระดาษបែបនេះហើយយើងបិទវាចិត្តណាអញ្ចឹងវាទុកបានយូរ